ស៊ូក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំគឺឆ្លៀតកាត់វីដេអូកាលពីថ្ងៃទៅលេងនឹងកោស៊ីមរៀបបងប្អូនអរគ្នាដោយសារតែមួយរយៈហ្នឹងគឺរវល់ផងការងារញ៉ៃច្រើនអញ្ចឹងអត់សូវបានកាត់វីដេអូទេបងប្អូនហើយថ្ងៃនេះក៏ឆ្លៀតកាត់វីដេអូហ្នឹងឲ្យហើយដើម្បីផុសចែកជូនបងប្អូនបានទស្សនាសកម្មភាពដែលពួកខ្ញុំរៀបចំធ្វើដំណើរទៅខាងខេត្តសៀមរាបហើយមុនដំបូងគឺថានេះគឺយើងមានការធ្វើម្ហូបរៀបចំម្ហូបពីល្ងាចហើយព្រលឹមឡើងគឺយើងចេញដំណើរទៅហើយការចេញដំណើរហ្នឹងទៅគឺចេញតាំងពីម៉ោង2ទេបងប្អូនអរគ្នា2ទៀបភ្លឺណាហើយឡានដែលយើងទៅគឺមានចំនួន3ឡានហើយគ្នាទៅគឺដូចបងប្អូនបានឃើញជាក់ស្ដែងអញ្ចឹងគឺច្រើនមែនតើអាពេលទៅគឺថារៀងទលាយទេបងប្អូនអរគ្នាសម្រាប់ឡានខ្ញុំតែពេលមកវិញខ្ញុំនឹងប្រាប់បងប្អូននៅវីដេអូបន្ទាប់ហើយអរុនសួស្តីក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងគ្នាហើយនេះគឺជាសកម្មភាពនាពេលព្រឹកព្រលឹមហើយយើងចេញពីខាងខេត្តកំពង់ធំឥឡូវយើងឆ្ពោះមកដល់ឆ្ពោះដំណើរទៅខាងខេត្តសៀមរាបហ្នឹងគឺយើងចេញមកដល់មិញកន្លែងមិញហ្នឹងគឺដល់ស្ទងណាបងប្អូនហើយបន្ទាប់ពីចេញពីស្ទងហើយយើងធ្វើដំណើរមកដល់ខេត្តសៀមរាបតែម្ដងបងប្អូនហើយមកដល់អង្គរតូចចំណងអ្នកខ្លងទ្វារខ្លងទ្វារគេហៅទន្លេអុំបងប្អូនគ្នាហើយខ្ញុំមិនសូវជាស្គាល់ប្រមាណទេបងប្អូនគ្នាហើយបើសិនជាខុសអីបងប្អូនអាច comment នៅខាងក្រោមវីដេអូណាហើយយើងធ្វើដំណើរមកដល់កន្លែងហ្នឹងគឺថាពេលព្រឹកព្រលឹមគឺថាទេសភាពគឺសុខស្អាតមែនតើបងប្អូនគ្នាហើយខ្ញុំអត់មានអីបរយាយច្រើនទេបងប្អូនមានតែពាក្យពេចនិយាយដូចតទៅហើយនេះគឺជាសកម្មភាពត្រួសហើយយើងធ្វើដំណើរមកហ្នឹងគឺកាត់ចេញពីខាងប្រាសាទអង្គរតូចឆ្ពោះមកខាងប្រាសាទអង្គរធំដោយសារតែគោលដៅរបស់យើងហ្នឹងគឺថាយើងដើរលេងមួយថ្ងៃហ្នឹងឲ្យអស់ធ្វើម៉េចអស់គ្រប់ប្រាសាទតែជាក់ស្ដែងគឺអត់ទេបងប្អូនគឺយើងបានតែប្រហែលប្រាសាទទេហើយខ្ញុំនឹងជម្រាបបងប្អូននៅក្នុងចុងវីដេអូហើយបន្តមកទៀតគឺយើងធ្វើដំណើរមកដល់កន្លែងចំណតឡានហើយបងប្អូនទាំងគ្នាគឺមកដល់បន្ទប់បន្តាប់គឺរៀបចំបាយទឹកអ្នកខ្លះក៏បាយអ្នកខ្លះក៏មិនទាន់បាយអញ្ចឹងណាបងប្អូនទាំងគ្នាហើយបន្ទាប់ពីបាយយើងទៅបន្ទប់ទឹកសិនណាហើយដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងគឺថាទេសភាពនៅពេលព្រឹកព្រលឹមនៅខាងខេត្តសៀមរាបនេះរដូវខែវស្សានេះគឺថាអែមមែនទេបងប្អូនខ្ញុំរ៉េតឲ្យ10 ទៅ 10ហើយខ្ញុំនឹងបើសិនជាមានពេលខ្ញុំនឹងអាចឆ្លៀតទៅម្ដងទៀតដោយសារតែទៅថ្ងៃហ្នឹងគឺថាសប្បាយតែដោយសារតែភ្លៀងច្រើនដងពេលបងប្អូនទាំងគ្នាដល់ពេលអញ្ចឹងទៅធ្វើឲ្យយើងអាក់ខានក្នុងការដើរលេងណាហើយភ្លៀងយកតែមែនតើបងប្អូនទាំងគ្នាហើយសម្រាប់ថ្ងៃហ្នឹងផងដែរក៏ថាភ្លៀងមួយថ្ងៃ3 4 ដងហើយនេះគឺខ្ញុំទៅនឹងពេលព្រឹកព្រលឹមហ្នឹងគឺអត់ទាន់មានភ្លៀងទេហើយនៅពេលរសៀលបងប្អូនទាំងគ្នាហើយនៅវីដេអូទី2ណាហើយនេះគឺយើងធ្វើដំណើរដើររកដើរមើលដើរទស្សនាដើរកំសាន្តជាមួយបងប្អូនពូមីងលោកតាយាយអ៊ំប្រុសអ៊ំស្រីអញ្ចឹងណានិយាយបងប្អូនគ្នានិយាយកាន់តែវែងទៅនេះហើយជាមួយនឹងក្រុមការងាររបស់យើងជាមួយនឹងបងពូហើយបងប្អូននេះបងប្អូនគ្នាហើយនេះគឺយើងចេញដំណើរពីខាងកតូចពីខាងកធំចេញមកក្រៅហើយយើងទៅខាងលៀនបញ្ចូលដំរីបងប្អូនទៅខាងទីលៀនបញ្ចូលដំរីហើយខ្ញុំទៅគឺថាមគ្គុទ្ទេសក៍នេះគឺមិនសូវជាស្គាល់ប្រហែលទេបើឲ្យនិយាយគឺនិយាយយកតែហ្មងបើថាឲ្យស្គាល់ពីទីតាំងស្គាល់ពីតំបន់ប្រាសាទនឹងឈ្មោះអីគឺសូន្យតែបងប្អូនគ្នាដោយសារតែខ្ញុំគឺមិនសូវជាស្គាល់ប្រហែលទេដោយសារតែយើងរៀនមែនតែរៀននៅលក្ខណៈមកកិច្ចមកប្រវត្តិអញ្ចឹងណានិយាយលេងទៅបងប្អូនគ្នាហើយនេះគឺជាការដើររកមើលបបដែលយើងទៅទិញណាបងប្អូនគ្នាខ្ញុំដឹងថាត្រូវនិយាយពីអីបងប្អូនគ្នាដោយសារវីដេអូនឹងវាវែងពេកហើយខ្ញុំមិនសូវជាត្រឡប់អា record សលេងនឹងបងប្អូនគ្នាហើយប៉ារបស់ខ្ញុំថាស្ទៀវមកឲ្យតែឃើញអីដែលឡហ្មងបើមិនមុខក៏វ៉ែនតាដែរបងប្អូនគ្នាហើយកាត់ចូលមកដល់ចំណុចគេហៅតំបន់នេះខាងប្រាសាទចេញពីប្រាសាទអង្គរធំបងប្អូនគ្នាហើយនៅពេលថ្ងៃគឺយើងមកញ៉ាំបាយជុំគ្នានៅខាងបរិយាទឹកថ្លាបងប្អូនគ្នាហើយទេសភាពនៅខាងនោះគឺថាអែមមែនតើខ្ញុំឲ្យ5 លើ 10ទេដោយសារតែទៅរៀងស្កាត់មែនតើបងប្អូនគ្នាហើយនេះគឺជាសកម្មភាពខ្លះដែលនៅវីដេអូបន្ទាប់អញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតអញ្ចឹងកុំភ្លេចតាមដានទស្សនានៅវីដេអូបន្ទាប់តែបងប្អូនមុននឹងចប់វីដេអូគឺសូមចិត្តបងប្អូនជួយចុច like ហើយក៏ដូចជា share នៅវីដេអូនេះផងដែរអរគុណជម្រាបលាបាយបាយ